បន្ទាប់ពីយើងរៀនដកដង្ហើមមកហើយយើងចេះជាមួយងើប10ដងហើយដង្ហើមយើងទាត់ហើយឥឡូវយើងមករៀនរបៀបគូសជើងម្ដងពីគូសជើងឡើងវិញឥឡូវយើងធ្វើការគេកាប់មុខហើយគូសជើងនិយាយទៅដូចលំហាត់យើងអង្គុយគូសជើងដូចលំហាត់ទី1ដែរប៉ុន្តែយើងកាន់ក្តារនៅលើគោកកាន់ក្តារខ្លួនចេះចាក់ក្តារខ្លួននៅលើគោកចាក់ក្តារខ្លួនឲ្យកាន់ហើយដៃយើងឲ្យត្រង់ស្មាយើងហាមអញ្ចឹងយើងត្រង់មើលទៅក្រោមហើយគូសជើងនៅក្រោមតម្រងជើងរក្សាដដែលអត់បត់គុំចេះកជើងក៏អត់បត់ដែរកជើងឲ្យត្រង់ជើងឲ្យត្រង់ដែរតែជើងធ្វើវាអត់ទាន់ប្រឹងឲ្យរឹងតែយើងប្រឹងទៅអត់ល្អហើយជើងមុខយើងមើលទៅក្រោមមើលទៅមុខមើលទៅក្រោមមើលទៅមុខខ្ញុំធ្វើអញ្ចឹងដើម្បីឲ្យកយើងគុំល្អហើយដល់ពេលយើងមកវាកាន់ក្តារទៅជើងយើងអាចកយើងគុំក្តារអាចដកដង្ហើមបានស្រួលជាងគុំជើងអាច1នាទី3ដងក៏បានឬក៏បើយើងចាក់ជើងហើយយើងអាចធ្វើទៅ30នាទីក៏បានដែរ